បាទជំរាបសួរបងប្អូនមកកាន់ជំនឿអត់កំបាំងសាជាថ្មីបងប្អូនខ្ញុំសូមលើកយកមួយអំពីរឿងគាថាដែលបងប្អូនឃើញនៅតាមបណ្ដាញសង្គមអ៊ីនធឺណិតឧទាហរណ៍ថាគាថាស្នេហ៍គាថាដាក់ស្នេហ៍ឬមុនបល័យដាក់ស្នេហ៍អីផ្សេងនៅលើបណ្ដាញសង្គមអ៊ីនធឺណិតដែលបងប្អូនឃើញនៅលើ YouTube ក៏ដូចជា Facebook សូមបងប្អូនគ្រាន់តែមើលបានហើយប៉ុន្តែបងប្អូនកុំធ្វើការសូត្រឬក៏ព្យាយាមដាក់ទៅលើអ្នកណាម្នាក់បើបងប្អូនព្យាយាមសូត្រទៅដាក់លើអ្នកណាម្នាក់បងប្អូនអាចមានបាបឬក៏បងប្អូននឹងធ្វើឲ្យម្នាក់នោះត្រូវស្នេហ៍បងប្អូនអាចថាមិនមែនជាត្រូវស្នេហ៍ហៅទាញមកអាចជាព្រីទៅកាន់ឬក៏មានខ្មោចដែលមិនល្អទៅកាន់ទៅលើបុគ្គលអ្នកនោះហើយបងប្អូនអាចចេះស្រាយទៅគេវិញពេលខ្លះបងប្អូនគ្រាន់តែសូត្រចោលហើយបងប្អូនជិះទៅណាទៅណីបាត់ទៅអាចថាបងប្អូនសូត្រទៅនៅតំបន់នោះមានកន្លែងខ្មោចមានបលឹងព្រាយអីមួយហ្នឹងទៅវានឹងទៅកាន់ទៅលើបុគ្គលម្នាក់ហ្នឹងអញ្ចឹងធ្វើឲ្យបុគ្គលម្នាក់ហ្នឹងមានអាការៈឈឺឬក៏ធ្វើឲ្យបុគ្គលហ្នឹងអស់កម្លាំងឈឺមានថាវាឈឺដោយសារមានព្រាយមានខ្មោចទៅកាន់ទៅលើបុគ្គលមួយហ្នឹងទៅអញ្ចឹងបើសិនជាគេទៅរកនៅគ្រូអីចឹងទៅគេឃើញថាយើងជាអ្នកធ្វើអីនេះទៅគ្រូគេចេះគេនឹងធ្វើនៅលើយើងវិញគេធ្វើឲ្យយើងហ្នឹងទទួលរងនៅអំពើដែលគ្រូមួយទៀតនឹងធ្វើមកលើយើងប៉ុន្តែគេថាស្នេហ៍វាមានស្នេហ៍ជាច្រើនមិនមែនស្នេហ៍ចំពោះបរិសុទ្ធស្ត្រីទេមិនមែនស្នេហ៍ចំពោះប្តីប្រពន្ធអីទេឧទាហរណ៍ដូចជាស្នេហ៍សម្រាប់ការលក់ដូរអានឹងបងប្អូនអាចយកទៅអនុវត្តទៅហើយធ្វើតាមគេទៅអានឹងវាអាចអត់មានបញ្ហាអីទេប៉ុន្តែបើសិនជាប្រភេទស្នេហ៍ដែលស្នេហ៍សម្រាប់បុរសនិងស្ត្រីបងប្អូនគួរតែទៅរកគ្រូទៅរកអីដែលគេមានការចេះត្រឹមត្រូវអាចថាធ្វើឲ្យដៃគូម្នាក់ទៀតហ្នឹងមកស្រឡាញ់យកចិត្តយើងប៉ុន្តែស្នេហ៍មិនឈ្នះស្និទ្ធទេបងប្អូនអញ្ចឹងបងប្អូនគួរតែព្យាយាមធ្វើអំពើល្អទៅលើបុគ្គលម្នាក់ទៀតពេលខ្លះនៅពេលដែលយើងធ្វើស្នេហ៍ដល់បុគ្គលម្នាក់ដែលមនុស្សដែលយើងស្រឡាញ់គេប៉ុន្តែយើងធ្វើស្នេហ៍ដល់គេគឺធ្វើស្នេហ៍ទៅលើបុគ្គលម្នាក់គឺបំពេញទៅលើឯកសិទ្ធិជីវិតកម្មសិទ្ធិរបស់គេហើយបងប្អូនគឺយើងធ្វើអំពើបែបថាប្រើព្រាយប្រើខ្មោចវិសាចទៅលើទៅគ្រប់គ្រងទៅលើបុគ្គលម្នាក់ហ្នឹងដើម្បីឲ្យសង្កត់វិញ្ញាណបុគ្គលម្នាក់ហ្នឹងធ្វើឲ្យអារម្មណ៍បុគ្គលម្នាក់ហ្នឹងគិតរវើរវាយមកលើយើងអាហ្នឹងវាជាអំពើបាបអញ្ចឹងជាក្រោយយើងអាចមានបាបកម្មផ្សេងជាច្រើនបងប្អូនការធ្វើស្នេហ៍គឺជាអំពើមួយដែលមិនល្អទេបើថាបងប្អូនស្រឡាញ់មនុស្សម្នាក់បងប្អូនគួរតែព្យាយាមធ្វើអ្វីមួយដើម្បីឲ្យគេស្រឡាញ់ពេញចិត្តមកលើបងប្អូនផ្ទាល់កុំព្យាយាមទៅរកគ្រូទៅរកមកដើម្បីមកដាក់ស្នេហ៍ទៅលើមនុស្សដែលយើងស្រឡាញ់អាណិតគ្នាបងប្អូនពួកមនុស្សដែលយើងស្រឡាញ់គឺយើងចង់ឲ្យគេល្អមិនមែនយើងស្រឡាញ់អ្វីមួយហើយយើងយកគេមកធ្វើបាបគេទេអញ្ចឹងហើយក្នុងនាមខ្ញុំជាអ្នកតាមដានអំពីជំនឿបុរាណហើយក៏បានសិក្សាក៏ដូចជាសួរនាំទៅលើលោកគ្រូដែលមានបទពិសោធន៍ច្រើនឆ្នាំគឺគាត់បាននិយាយបែបនេះឲ្យបងប្អូនដូច្នេះហើយបងប្អូនដែលមានគំនិតចង់ដាក់ស្នេហ៍ទៅលើដៃគូម្នាក់ដែលគិតថាចង់ស្រឡាញ់គេតែស្រឡាញ់បានអញ្ចឹងបងប្អូនគួរតែដកចិត្តវិញទៅហើយព្យាយាមធ្វើអំពើល្អទៅលើគេវិញបាទអរគុណច្រើនបងប្អូនទាំងអស់គ្នា